ឥឡូវយើងចូលដល់លំហាត់ទី2 represent each of the following combination of unit in the correct SI form A គីឡូញូតនក្នុង microsecond B មេហ្គាក្រាមក្នុង មីលីញូតននិង C មេហ្គាញូតនក្នុង1គីឡូគុណនឹង មីលីសេខុនដោយក្នុងលំហាត់នេះគេចង់ឲ្យយើងសរសេរ combination របស់ខ្នាតក្នុងទម្រង់ជា SI ដែលយើងត្រូវសរសេរឡើងវិញឲ្យវាមានលក្ខណៈជា simplify ដើម្បីឲ្យអាចងាយស្រួលមើលនិងអានផងដែរដើម្បីយើងអាចសរសេរបានយើងបានសិក្សារួចហើយយើងអាចទៅមើលក្នុងតារាង prefix ហើយក្នុងតារាងនេះមាន exponential form prefix និង SI symbol ឥឡូវយើងដោះស្រាយនៅលំហាត់ A គីឡូញូតនក្នុង microsecond យើងបំបែកគីឡូនិង microsecond គីឡូគឺ10សេគុណ10សេគុណ3 micro 10សេគុណ16ហើយយើងបោះ10សេគុណ16ទៅលើយើងបាន10សេគុណបូក6 10សេគុណ6បូក6គុណនឹង10សេគុណ3បាន10សេគុណ9ញូតនក្នុង second ហើយ10សេគុណ9ស្មើនឹង giga អញ្ចឹងយើងអាចសរសេរបានថា giga ញូតនក្នុង 1 second B មេហ្គាក្រាមក្នុង មីលីញូតនយើងបំបែកមេហ្គានិងមីលីស្មើនឹង10សេគុណ13មេហ្គាស្មើនឹង10សេគុណ6យើងបោះ10សេគុណ13ទៅខាងលើបាន10សេគុណបូក3 10សេគុណ3គុណនឹង10សេគុណ6បាន10សេគុណ9បាន10សេគុណ9ក្រាមក្នុង1ញូតន10សេគុណ9យើងអាចបំបែកទៅ giga ស្មើនឹង giga អញ្ចឹងស្មើនឹង giga ក្រាមក្នុង1ញូតន C មេហ្គាញូតនក្នុង1គីឡូគុណនឹង មីលីសេខុនយើងបំបែកមេហ្គានិងមីលីមេហ្គាបាន10សេគុណ6ហើយមីលី10សេគុណដល់3យើងបោះ10សេគុណដល់3ទៅខាងលើយើងបាន10សេគុណ3 10សេគុណ3គុណ10សេគុណ6បាន10សេគុណ9 10សេគុណ9ស្មើនឹង giga newton អញ្ចឹងយើងអាចសរសេរថា giga newton ក្នុងគីឡូគុណនឹង second អញ្ចឹងក្នុងលំហាត់ទី2បានដោះស្រាយរួចរាល់